ធ្វើការដាក់ជាមួយនឹងគល់ខៃដែលយើងនៅសល់ហើយនឹងលកសាច់នៅសល់ហ្នឹងដែលហ្នឹងយើងរៀបមកប៉ុន្តែបងប្អូនកុំចាក់ប្រេងឆាមុនដូចខ្ញុំទៅចាក់មុនយើងរៀបទៅវាលាកដៃរបស់យើងប្រេងឆាហ្នឹងវាផ្ទុះអញ្ចឹងយើងកុំរៀបមុនអញ្ចឹងបងប្អូនដាក់គល់ខៃហើយចាំចាក់ប្រេងឆាខ្ញុំធ្វើខុសបច្ចេកទេសហើយពេលដែលយើងរៀបហើយទៅយើងមកធ្វើការដាក់មាន់របស់យើងនឹងមកបងប្អូនចាំមកចាំយើងដាក់ឲ្យមាន់យើងនឹងចូលជាតិជាមួយនឹងវាប្រេងឆាដែលយើងចាក់ហ្នឹងពេលវាចូលជាតិហើយវារៀងកន្លះឆ្នាំតិចយើងមកធ្វើការចាក់ជាមួយនឹងយើងធ្វើការចាក់ជាមួយនឹងកូការបស់យើងមកហើយបន្ទាប់មកយើងទុកវាសិនទៅហើយមកធ្វើទឹកជ្រលក់ហើយទឹកជ្រលក់របស់ខ្ញុំគឺអត់មានអីច្រើនទេបងប្អូនគឺខ្ញុំមានជាមួយនឹងខ្ទឹមសបុកជាមួយនឹងម្ទេសរបស់យើងហ្នឹងហើយយើងបុកវារួចហើយយើងមកធ្វើការច្បាច់ជាមួយនឹងក្រូចឆ្មាហើយបន្ថែមជាមួយនឹងអំបិលស្ករសប៊ីចេងហើយជាមួយនឹងទឹកត្រីអីហ្នឹងមកបងប្អូនអញ្ចឹងទឹកជ្រលក់របស់ខ្ញុំគឺងាយទេធ្វើដូចតែគេដូចតែឯងដែរតែគ្រាន់តែរសជាតិយើងកំណត់ខ្លួនឯងទៅតែយើងចង់បានដិតឬក៏យើងចង់បានជាមួយនឹងរសជាតិរៀងស្រាលតែខ្ញុំរៀបខមមិនឲ្យបងប្អូនអរគ្នាកុំញ៉ាំគ្រឿងដិតពេកយើងញ៉ាំស្រាលតិចទៅបានហើយដោយសារតែការញ៉ាំគ្រឿងដិតពេកក៏វាធ្វើឲ្យយើងប៉ះពាល់ដល់សុខភាពអីដែរអញ្ចឹងយើងញ៉ាំយើងត្រូវគិតគូរពីសុខភាពរបស់យើងហងអញ្ចឹងបន្ទាប់មកទៀតមាន់របស់ខ្ញុំដិតឆ្អិនឲ្យបងប្អូនកន្លែងនេះខ្ញុំអត់បានថតហើយខ្ញុំដកមាន់ចេញខ្ញុំដាក់ជាមួយនឹងស្ពៃក្តៅឲ្យវាចូលជាតិទៅបងប្អូនឃើញមាន់តិចជាងស្ពៃក្តៅដោយសារតែខ្ញុំចិត្តញ៉ាំបន្លែអញ្ចឹងហើយដុតដាក់បន្លែច្រើនយកតែមែនតែនហ្មងអញ្ចឹង